វិចិត្រករជើង4លំដាប់ Hollywood មកដឹងអំពីរឿងរ៉ាវដ៏អស្ចារ្យរបស់ Monkey Picasso និងសមត្ថភាពគូររូប Ronaldo យ៉ាងរស់រវើកតើលោកអ្នកជឿទេថាសត្វឆ្កែដែលអាចកាន់ជក់គូររូបតំណាងឲ្យកំពូលតារាបាល់ទាត់ពិភពលោកបានអ្នកដែលនិយមលេងបណ្ដាញសង្គមមិនថាទាំង Facebook, TikTok ឬ Instagram ឡើយប្រកាសជាធ្លាប់ប្រទះឃើញនៅវីដេអូរបស់វិចិត្រករជើង4មួយនេះជាមិនខានឡើយរឿងរ៉ាវដែលមិនគួរឲ្យជឿនេះក៏បានคล้ายទៅជាការពិតតាមរយៈសត្វឆ្កែពូជ Belgian Malinois ដែលមានឈ្មោះថា Monkey Picasso ដែលកំពុងតែអង្រួនបេះដូងអ្នកលេងបណ្ដាញសង្គមជុំវិញពិភពលោកនៅក្នុងពិភពនៃសត្វចិញ្ចឹមយើងធ្លាប់តែឃើញថាសត្វឆ្កែដែលចេះតែយាមផ្ទះឬក៏ចេះលេងល្បែងកម្សាន្តផ្សេងៗប៉ុន្តែសម្រាប់ Monkey Picasso គឺវាបានបោះជំហានទៅឆ្ងាយជាងនេះមួយកម្រិតទៀតតាមរយៈសកម្មភាពដ៏ទាក់ទាញដែលកំពុងតែអង្រួនបេះដូងអ្នកលេងបណ្ដាញសង្គមជុំវិញពិភពលោកសត្វឆ្កែពូជ Belgian Malinois មួយនេះគឺបានបង្ហាញថាវណ្ណកម្មសិល្បៈគឺមិនមែនសម្រាប់តែមនុស្សលោកឡើយសកម្មភាពដ៏ទាក់ទាញបំផុតនោះគឺនៅពេលដែល Monkey ចាប់ផ្ដើមងើបឈរហើយប្រើមាត់ខាំជក់យ៉ាងហ្មត់ចត់ជាទីបំផុតវាគឺមានសមត្ថភាពដ៏អស្ចារ្យនៅក្នុងការគូរគំនូរជាច្រើនទម្រង់មិនថាជាគំនូរបែបទេសភាពធម្មជាតិដ៏រស់រវើកនោះឡើយនៅក្នុងវីដេអូដែលបានបង្ហាញអំពីសមត្ថភាពរបស់ Monkey បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលវាបានចាប់ផ្ដើមប្រើមាត់ខាំជក់យ៉ាងហ្មត់ចត់ដើម្បីគូររូបតំណាងឲ្យកំពូលកីឡាករ Cristiano Ronaldo មិនមែនត្រឹមតែការគូរលេងៗនោះទេប៉ុន្តែ Monkey គឺបានប្រើប្រាស់ពណ៌និងការឆូតជក់យ៉ាងទន់ភ្លន់ដើម្បីបង្កើនទៅជារូបភាពដែលអាចឲ្យគេកត់សម្គាល់បានភ្លាមៗថាជារូបរបស់ម្ចាស់អាវលេខ7ដ៏ល្បីល្បាញរាល់ចលនានៃការក្រវីក្បាលរបស់វានៅពេលគូសនៅលើផ្ទាំងក្រណាត់គឺសរបញ្ជាក់អំពីការផ្ដោតអារម្មណ៍ដ៏ខ្ពស់ជាទីបំផុតដែលសូម្បីតែមនុស្សមួយចំនួនក៏ពិបាកនឹងធ្វើបានដែរលោក Omar von Muller ដែលជាម្ចាស់និងជាអ្នកបង្វឹកសត្វដ៏ល្បីល្បាញនៅ Hollywood បានទម្លាយអារម្មណ៍ពិតនិងអាកំបាំងនៅពីខាងក្រោយសមត្ថភាពនេះថាមនុស្សជាច្រើនតែងតែសួរខ្ញុំថាតើវាអាចទៅរួចយ៉ាងដូចម្ដេចតាមពិតទៅ Monkey មិនមែនគ្រាន់តែជាសត្វចិញ្ចឹមធម្មតាទេប៉ុន្តែវាគឺជាផ្នែកមួយនៃជីវិតរបស់ខ្ញុំវាគឺមានភាពវៃឆ្លាតនិងចេះយល់ដឹងអំពីសិល្បៈដែលយើងមិនអាចមើលរំលងបានឡើយលោកអូម៉ាបានបន្ថែមទៀតថាអ្វីដែលសំខាន់បំផុតគឺមិនមែនជាការបង្ខំនោះទេប៉ុន្តែគឺជាការយល់ចិត្តគ្នានិងការបង្វឹកដោយក្តីស្រឡាញ់ពិតៗចេញពីបេះដូងគួរបញ្ជាក់ផងដែរថាម្ចាស់របស់ Monkey គឺលោក Omar von Muller ដែលជាអ្នកបង្វឹកសត្វដ៏ល្បីឈ្មោះម្នាក់នៅក្នុងទីក្រុង Los Angeles នាទឹកដីរបស់សហរដ្ឋអាមេរិកលោក Omar បានរកឃើញដុងសិល្បៈដ៏កម្ររបស់ Monkey ហើយក៏បានចំណាយពេលបង្វឹកយ៉ាងសម្រិតសម្រាំងជាទីបំផុតរហូតធ្វើឲ្យវាអាចកាន់ជក់គូររូបដោយប្រើមាត់បានយ៉ាងស្ទាត់ជំនាញសមត្ថភាពរបស់វាគឺបានធ្វើឲ្យមហាជនស្ញើសរសើរមិនដាច់ពីមាត់គឺសមត្ថភាពក្នុងការជ្រើសរើសពណ៌និងការប្រើប្រាស់ជក់ខុសៗគ្នាទៅតាមមុំនៃផ្ទាំងគំនូរដែលមើលទៅដូចជាវិចិត្រករអាជីពកំពុងតែស្ថិតនៅក្នុងអារម្មណ៍នៃសិល្បៈពិតៗរឿងរ៉ាវរបស់ Monkey Picasso បានคล้ายទៅជារឿងនិទានដ៏រីករាយមួយនៅក្នុងពិភពកម្សាន្តដោយបង្ហាញអំពីភាពច្នៃប្រឌិតដែលឥតដែនកំណត់មិនថាជាការគូររូបបែបទេសភាពឬការគូររូបតំណាងឲ្យវីរៈបុរសបាល់ទាត់ដូចជា Ronaldo នោះទេ Monkey គឺតែងតែធ្វើដោយភាពអត់ធ្មត់និងជាទីមោទនភាពបំផុតបច្ចុប្បន្នស្នាដៃរបស់វិចិត្រករជើង4មួយនេះក៏កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីសំណាក់តារាល្បីៗនិងអ្នកលេងបណ្ដាញសង្គមគ្រប់ទិសទីទាំងអស់ហើយវាក៏បានសរបញ្ជាក់ឲ្យឃើញថានៅក្រោមការថែទាំនិងការបណ្ដុះបណ្ដាលដោយវិជ្ជាជីវៈសូម្បីតែមិត្តជើង4ក៏អាចបង្កើននៅអច្ឆរិយវត្ថុសម្រាប់ពិភពលោកបានដែរ